ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញរបៀបធ្វើនំលុកខាយ Snow សណ្តែកមុនដំបូងនឹងលាងសណ្តែកចំនួន250ក្រាមលាងឲ្យស្អាតជាមុនសិនបន្ទាប់ពីលាងសណ្តែករួចហើយចាក់ទឹកត្រាំវារយៈពេល4ម៉ោងឬ1យប់បន្ទាប់ពីបាន4ម៉ោងមកសណ្តែករបស់យើងរីកបានប៉ុណ្ណេះហើយចាក់ទឹកដៃត្រាំសណ្តែកនោះចេញរួចហើយយកសណ្តែករបស់យើងចាក់ចូលទៅក្នុងខ្ទះបន្ទាប់មកចាក់ទឹកចំនួន700 ml ចូលរួចហើយយកខ្ទះដាក់លើចង្ក្រានបើកភ្លើងក្នុងកម្ដៅមធ្យមនឹងពេលកំពុងស្ងោរសណ្តែកនោះបងប្អូនត្រូវឧស្សាហ៍កូរផងដើម្បីកុំឲ្យសណ្តែកយើងខ្លោចបាត់ខ្ទះរួចហើយរងាស់សណ្តែកនេះរហូតដល់វាឡើងឆ្អិនពេលដែលយើងសង្កត់សណ្តែកទន់ហើយនឹងថយបែបនេះហើយមានន័យថាសណ្តែករបស់យើងបានឆ្អិនល្អហើយអញ្ចឹងបិទភ្លើងចង្ក្រានរួចហើយយកសណ្តែកយើងយកទៅកិនឲ្យម៉ត់បន្ទាប់មកចាក់សណ្តែកដែលកិនហើយនោះចូលទៅក្នុងខ្ទះចាក់អំបិលនោះចំនួន5ក្រាមចូលម្សៅខាស្ទ័រនោះចំនួន50ក្រាមបើបងប្អូនអត់មានទេអាំប្រើម្សៅពោតក៏បានដែរចាក់ស្ករសនឹងចំនួន100ក្រាមចាក់ប្រេងឆានឹងចំនួន85ក្រាមរួចហើយកូរគ្រឿងផ្សំទាំងអស់ចូលគ្នាឲ្យសព្វដោយបើកភ្លើងចង្ក្រាននឹងក្នុងកម្ដៅមធ្យមនៅពេលដែលសណ្តែកយើងចាប់ផ្ដើមខាប់ទឹកហើយបន្ថយភ្លើងទៅកម្ដៅទាបវិញរួចហើយត្រូវកូរស្នូលនោះឲ្យជាប់ដៃរហូតដល់ដាច់ទឹកអស់ឥឡូវនេះស្នូលសណ្តែករបស់យើងបានដាច់ទឹកល្អហើយបិទភ្លើងចង្ក្រានរួចទុកឲ្យវាឲ្យត្រជាក់បន្ទាប់ពីស្នូលត្រជាក់ហើយខ្ញុំក៏បាញ់ចែកស្នូលនោះជា28ចំណែកស្មើគ្នារួចទុកមួយឡែកសិនបន្ទាប់មកយើងមកធ្វើនំម៉ូជីវិញម្ដងចាក់ម្សៅអង្ករដំណើបនោះចំនួន300ក្រាមចូលក្នុងចានចាក់ស្ករសចំនួន50ក្រាមចាក់ម្សៅពោតនោះចំនួន60ក្រាមចាក់ទឹកដោះគោនឹងចំនួន440ក្រាមកូរឲ្យរលាយចូលគ្នាសព្វល្អរួចមកចាក់ប្រេងឆាចំនួន50ក្រាមកូរឲ្យសព្វបន្ទាប់មកយកម្សៅដែលយើងកូរហើយនឹងចាក់ចូលទៅក្នុងកន្ត្រងដើម្បីឲ្យម្សៅយើងកាន់តែម៉ត់បានល្អបន្ទាប់មកយកខ្ទះដាក់លើចង្ក្រានបើកភ្លើងក្នុងកម្ដៅមធ្យមហើយកូរម្សៅនោះឲ្យជាប់ដៃរហូតដល់ម្សៅយើងឡើងខាប់និងស្អិតចូលគ្នាបានល្អឥឡូវម្សៅរបស់យើងនោះបានកូរឆ្អិនហើយយកវាដាក់លើកម្រាលតុបន្ទាប់មកឆ្លីម្សៅរបស់យើងឲ្យឡើងស្វិតបន្ទាប់ពីឆ្លីរួចហើយកាន់ម្សៅម៉ូជីនឹងជា2ចំណែកមួយចំណែកពណ៌សនឹងគ្រប់ទុកមួយឡែកសិនហើយមួយចំណែកទៀតខ្ញុំក៏លាយម្សៅម៉ាច់ឆានឹងចំនួន2ក្រាមចូលនិងឆ្លីចូលគ្នាឲ្យសព្វបន្ទាប់មកកាត់វាជា28ចំណែកស្មើគ្នារួចហើយខ្ញុំក៏យកដុំម៉ូជីនឹងទាំងពីរមកលាយបញ្ចូលគ្នាហើយសង្កត់ឲ្យសំប៉ែតបន្ទាប់មកដាក់ស្នូលចំកណ្ដាលហើយត្រឡប់ម្សៅឡើងលើវិញរួចច្របាច់ម្សៅរហូតទាល់តែម្សៅខ្ចប់ស្នូលជិតល្អនឹងយកម្សៅអង្ករដំណើបដែលបានឆាហើយខ្លះនឹងមកប្រឡាក់នឹងនំដើម្បីកុំឲ្យពេលសង្កត់ទៅនំជាប់ទៅនឹងពុម្ពបន្ទាប់មកដាក់នំចូលទៅក្នុងពុម្ពហើយសង្កត់គែមសងខាងឲ្យណែនហើយខ្ញុំប្រើពុម្ពទំហំ60ក្រាមរួចសង្កត់ឲ្យណែនប្រហែលជា10វិនាទីដើម្បីឲ្យជ្រុងស្មើគ្នារួចហើយយើងនឹងបាននំលុកខាយដែលមានសម្បកទន់និងឆ្ងាញ់ឥឡូវនំលុកខាយរបស់យើងបានធ្វើរួចរាល់ហើយសង្ឃឹមថាបងប្អូននឹងចូលចិត្តបើមានសំណួរឬយោបល់អ្វីសូមបងប្អូនសរសេរ comment នៅខាងក្រោមសូមបងប្អូនជួយចុច like share និង subscribe YouTube channel របស់ខ្ញុំដើម្បីជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណច្រើនសូមជម្រាបលា